ហានិភ័យស្ដេចនុយក្លេអ៊ែរគីមចុងអ៊ុនប្រកាសផែនការបង្កើនការផលិតសពាវុធនុយក្លេអ៊ែរយ៉ាងសម្បើមគួរឲ្យព្រួយបារម្ភប្រធានាធិបតីកូរ៉េខាងជើងលោកគីមចុងអ៊ុនឬដែលគេស្គាល់ថាជាស្ដេចនុយក្លេអ៊ែរបានប្រកាសថារដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងបង្ហាញផែនការថ្មីដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងពេលឆាប់ៗនេះដើម្បីបង្កើនការផលិតសពាវុធនុយក្លេអ៊ែរយ៉ាងសម្បើមសម្រាប់ការពារខ្លួនពីសត្រូវប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយថាផែនការយុទ្ធសាស្ត្រនេះនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងពិធីសមាជបកពលករកូរ៉េ Worker Party ដែលក្រុងធ្វើឡើងនៅក្នុងខែកុម្ភៈឆ្នាំនេះដែលជាសមាជបកដ៏សំខាន់លើកដំបូងក្នុងរយៈពេល5ឆ្នាំម្ដងប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនេះធ្វើឡើងបន្ទាប់ពីលោកគីមចុងអ៊ុនចុះត្រួតពិនិត្យការបាញ់សាកល្បងប្រព័ន្ធរ៉ុកែតដែលត្រូវបានអភិវឌ្ឍកាន់តែល្អប្រសើរជាងមុនលោកគីមចុងអ៊ុននិយាយថាការសាកល្បងប្រព័ន្ធរ៉ុកែតខាងលើនេះគឺដើម្បីបំភ័យសត្រូវរបស់កូរ៉េខាងជើងហើយបានសង្កត់ធ្ងន់ថាប្រទេសកូរ៉េខាងជើងត្រូវតែពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀតដើម្បីពង្រឹងសាច់ដុំយោធារបស់ខ្លួនក្រុមអ្នកជំនាញព្រមានថាផែនការដំណាក់កាលបន្ទាប់របស់កូរ៉េខាងជើងនេះអាចរួមបញ្ចូលទាំងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រតូចៗទ្រង់ទ្រាយធំនិងការដាក់ពង្រីកមីស៊ីល ballistic អន្តរទ្វីបប្រអន្តររឹងអាចបាញ់ទៅដល់ដីគោកនៅសហរដ្ឋអាមេរិកបានលឿនជាងមុនផងដែរក្រុមអ្នកវិភាគយល់ឃើញថាផែនការដ៏គួរឲ្យភ័យខ្លាចរបស់ស្ដេចនុយក្លេអ៊ែរគីមចុងអ៊ុននេះធ្វើឡើងដើម្បីឆ្លើយតបដោយផ្ទាល់ទៅនឹងកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែជិតស្និទ្ធរវាងសហរដ្ឋអាមេរិកប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុនហើយនេះបង្ហាញឲ្យឃើញថាពិភពលោកកាន់តែក្រឡាប់ចាក់កាន់តែប្រឈមនឹងភាពគ្រោះថ្នាក់ខ្លាំងឡើងខ្ញុំតារាពី RTNews TV